បញ្ហាកើតឡើងផ្ទួនដែលធ្វើឲ្យរាជរដ្ឋាភិបាលថៃមានភាពឈឺក្បាលតែម្ដងបាទសូមគោរពជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាឲ្យទៅកាន់ក្នុងប្រទេសថៃជាមួយខ្ញុំតែម្ដងដោយដែលបងប្អូនទាំងអស់គ្នាអ្នកនិយមតាមដានព័ត៌មានក៏ដូចជាដំណឹងផ្សេងៗដែលទាក់ទងជាមួយនឹងប្រទេសថៃប្រហែលជាបងប្អូនទាំងអស់គ្នាបានដឹងហើយថាកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025នេះតែម្ដងប្រទេសថៃបានជួបនៅគ្រោះធម្មជាតិដោយមានការរំជួយដីដែលធ្វើឲ្យអាគារសំណង់របស់រាជរដ្ឋាភិបាលកំពុងតែធ្វើបានបាក់ស្រុតចុះមកដល់ក្រោមដែលធ្វើឲ្យប្រជាពលរដ្ឋក៏ដូចជាកម្មករដែលធ្វើការនៅក្នុងអាគារនោះបានស្លាប់ជាច្រើនអ្នកជាពិសេសអ្នករងរបួសក៏ច្រើនអ្នកផងដែរបន្ទាប់តែអំពីបញ្ហានៅក្នុងការគ្រោះថ្នាក់បាតុភូតធម្មជាតិនៃគ្រោះរំជួយដីនេះប្រទេសថៃក៏មានការភ្ញាក់ផ្អើលដែលខ្លាំងដែលមានភ្លើងឆេះនៅក្នុងឃ្លាំងសម្រាប់ដាក់ទំនិញរបស់របរនៅក្នុងប្រទេសថៃដែលធ្វើឲ្យប្រទេសថៃមានការខាតបង់យ៉ាងច្រើនតែម្ដងនេះបើយើងនិយាយអំពីបញ្ហាគ្រោះធម្មជាតិនិងភ្លើងឆេះបើយើងងាកទៅលើជំងឺ Covid តែម្ដងដោយដែលបងប្អូនទាំងអស់គ្នាបានជ្រាបហើយថាកាលពីឆ្នាំ2019 2020ជំងឺ Covid បានរីករាលដាលទូទាំងពិភពលោកតែម្ដងមិនថាប្រទេសកម្ពុជាយើងឬក៏ប្រទេសក្បែរខាងយើងនោះទេគឺសិតសឹងតែមានបញ្ហាទៅលើជំងឺ Covid ដែលអាចដែលជាកត្តាធ្វើឲ្យប្រទេសខ្លះបានបិទប្រទេសនៅក្នុងការមិនឲ្យមានការចេញចូលឬក៏មានការការពារសុខសុវត្ថិភាពយ៉ាងខ្លាំងដើម្បីកុំឲ្យជំងឺ Covid នេះចេះតែវាយប្រហារទៅដល់ប្រជាពលរដ្ឋរបស់ខ្លួនតែម្ដងជាក់ស្ដែងបន្តអំពីការស្ងាត់នៅជំងឺបញ្ហា Covid នេះមិនទាន់បានប៉ុន្មានផងបើយើងងាកទៅមើលប្រទេសថៃតែម្ដងដោយសារព័ត៌មាននៅក្នុងប្រទេសថៃបានចុះផ្សាយថាចាប់តាំងពីដើមខែមករាឆ្នាំ2025រហូតដល់ថ្ងៃទី14ខែឧសភានេះតែម្ដងប្រទេសថៃមានកំណើនអ្នកឆ្លងជំងឺ Covid វីរុសថ្មីហ្នឹងគឺរហូតដល់ចំនួន71067នាក់នេះគឺជាចំនួនអ្នកដែលកើតនៅជំងឺ Covid បំលែងថ្មីនេះគឺជាចំនួនដ៏ច្រើនតែម្ដងហើយចំនួនអ្នកស្លាប់គឺឡើងរហូតដល់ចំនួន19នាក់បើយើងនិយាយអំពីអ្នកដែលបានស្លាប់ឬក៏ចែកឋានដោយសារបញ្ហាជំងឺ Covid តែម្ដងសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅដំណឹងប្រជាព័ត៌មានថ្មីៗបន្ថែមទៀតបាទបើយើងមើលទៅគឺនៅក្នុងប្រទេសថៃឥឡូវកំពុងតែមានភាពជ្រួលច្បល់ក៏ដូចជាមានការព្រាលត្រៀមជើងការជាមុនអំពីសំណាក់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ក៏ដូចជាធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់ខ្លួនរស់នៅកន្លែងដែលមានសុខសុវត្ថិភាពតាក់ទងអំពីបញ្ហានៃជំងឺ Covid នេះតែម្ដងដោយសារប្រទេសថៃគឺចាប់ផ្ដើមមានការឆ្លងជំងឺ Covid បំលែងខ្លួនថ្មីនេះចូលទៅដល់សហគមន៍កាលណាបញ្ហាជំងឺ Covid រាលដាលដល់សហគមន៍វាពិបាកនៅក្នុងការទប់ស្កាត់ណាស់នៅក្នុងការធ្វើយ៉ាងណាឲ្យជំងឺនេះបានសាបរលាបទៅវិញអញ្ចឹងមានតែប្រជាពលរដ្ឋនីមួយៗត្រូវតែចេះថែរក្សាសុខសុវត្ថិភាពរបស់ខ្លួនឯងបើយើងធៀបពីប្រទេសថៃទៅប្រទេសវៀតណាមតែម្ដងបើយើងនិយាយអំពីប្រទេសវៀតណាមក៏ជាប្រទេសមួយដែលទទួលរងគ្រោះនៅបញ្ហាជំងឺ Covid ច្រើនខ្លាំងណាស់ដែរមិនចាញ់នឹងប្រទេសថៃនោះទេក៏ប៉ុន្តែមកដល់ពេលថ្មីនេះបើតាមរបាយការណ៍នៅក្នុងប្រទេសវៀតណាមគឺមានអ្នកកើតជំងឺ Covid គឺមានចំនួនតិចជាងថៃមែនទែនគឺមានត្រឹមតែចំនួន148នាក់តែប៉ុណ្ណោះហើយពុំមានអ្នកស្លាប់ដោយសារបញ្ហាជំងឺ Covid នោះទេអញ្ចឹងយើងទាំងអស់គ្នានឹងចាំតាមដានមើលទៅតើបញ្ហាទាំងអស់នេះមិនថាទៅទល់ជាមួយគ្រោះរញ្ជួយដីភ្លើងឆេះក៏ដូចជាបញ្ហា Covid នៅក្នុងប្រទេសថៃវានឹងវិវត្តទៅជាយ៉ាងណាអញ្ចឹងយើងនឹងរងចាំតាមដានមើលទាំងអស់គ្នាបន្ថែមទៀតក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាដែលជាប្រជាពលរដ្ឋខ្មែរយើងត្រូវតែនាំគ្នាចេះថែរក្សាចេញក្រៅពាក់ម៉ាស់ឬក៏សម្អាតដៃជើងជាមួយនឹងសាប៊ូក៏ដូចជាទឹកកកដើម្បីធ្វើយ៉ាងណាឲ្យខ្លួនឯងមានសុខសុវត្ថិភាពដោយមិនមានបញ្ហាឆ្លងនៅជំងឺ Covid នឹងទាំងអស់គ្នាអញ្ចឹងវីដេអូរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបើមានចំណុចណាខ្វះខាតសូមបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យអត់ទោសដល់ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលាបាយបាយ